សាកម្ពុជា commemorate រំលឹកដល់ថ្ងៃដែលព្រះពុទ្ធព្រះអង្គទ្រង់ប្រសូត birth ការត្រាស់ដឹង enlightenment ហើយនឹង nirvana បរិនិព្វាន candlelight procession ការដង្ហែទៀនស្ដាប់ធម៌ទេសនា listen to a dharma talk ធ្វើបុណ្យហ្នឹងគឺគេប្រើពាក្យថា make merry អញ្ញាគ្រប់ជម្រាបសួរពុកម៉ែបងប្អូនអរគុណដែលកំពុងតាមដានទស្សនាខ្ញុំបាទរៀន Daily English នៅក្នុងថ្ងៃនេះខ្ញុំនឹងបង្រៀនពាក្យខ្លះៗពាក់ព័ន្ធជាមួយនឹងថ្ងៃវិសាខបូជាបងប្អូនណាបាទអញ្ចឹងនៅក្នុងថ្ងៃនេះនៅក្នុងប្រទេសកម្ពុជារបស់យើងទាំងប្រសង់ទាំងពុទ្ធបរិស័ទគឺប្រារព្ធធ្វើនៅពិធីបុណ្យវិសាខបូជាដើម្បីជាការរំលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ប្រសូតព្រះអង្គទ្រង់ត្រាស់ដឹងក៏ដូចជាព្រះអង្គទ្រង់ប្រែនិព្វានអញ្ចឹងអ្វីដែលយើងទៅរៀនគឺយើងរៀនពាក្យភាសាអង់គ្លេសខ្លះកែងលោថាពុកម៉ែបងប្អូនទៅវត្តជួបជនបរទេសហើយបរទេសគេសួរថាប្រជាពលរដ្ឋគេជុំគ្នាធ្វើអីឧទាហរណ៍អញ្ចឹងហ្នឹងគឺខ្ញុំធ្លាប់ជួបច្រើនពេលដែលជនបរទេសគាត់មកគាត់ឃើញគាត់ឆ្ងល់អញ្ចឹងយើងទាំងអស់គ្នាត្រូវតែឆ្លើយជាភាសាអង់គ្លេសយើងឆ្លើយប្រាប់គាត់ទៅថ្ងៃហ្នឹងគឺជាថ្ងៃអីហើយគេធ្វើដើម្បីអីអញ្ចឹងយើងមានពាក្យមានឃ្លាទាំងអស់ហ្នឹងដែលខ្ញុំនឹងបង្រៀននៅក្នុងវីដេអូនេះតោះឥឡូវកុំឲ្យកាត់ពេលយូរពាក្យទី1ថ្ងៃវិសាខបូជាណាអញ្ចឹងថ្ងៃវិសាខបូជាខ្ញុំទៅសេបែបខ្មែរយើងអានថាវិសាខបូជា day ប៉ុន្តែបើសិនតែយើងនិយាយតែប៉ុណ្ណេះជនជាតិគេមិនស្គាល់ទេថាស្អីគេវិសាខបូជា day អញ្ចឹងយើងអាចនិយាយបន្ថែមបញ្យលមួយទៀតគេហៅថា Buddha day Buddha day ណា Buddha ហ្នឹងគឺប្រែថាព្រះពុទ្ធ day ហ្នឹងគឺថ្ងៃព្រះពុទ្ធបានន័យថាថ្ងៃដែលព្រះអង្គទ្រង់ប្រសូតព្រះអង្គទ្រង់ត្រាស់ដឹងព្រះអង្គទ្រង់បរិនិព្វានក្នុងថ្ងៃហ្នឹងបាទអញ្ចឹងយើងហៅថា Buddha day យើងទៅឧទាហរណ៍ Buddhists go to the pagoda on Visak Bojia Day to make merry and listen to Dharma talks. Buddhists go to the pagoda on Visak Bojia Day to make merry and listen to Dharma talks បាទខ្ញុំប្រែមួយជូន Buddhist បាទន័យថាអ្នកកាន់ព្រះពុទ្ធសាសនាអញ្ចឹងខ្មែរយើងមានពាក្យមួយគេហៅថាពុទ្ធសាសនិកជនគេហៅថា Buddhist ពុទ្ធសាសនិកជនឬក៏ពុទ្ធបរិស័ទទៅវត្តអារាមនេះពាក្យថា pagoda បាទន័យថាវត្តពាក្យនេះយើងអានថា pagoda stress ណាកន្លែង go នេះបាទ pagoda មែន pagoda ទេណា pagoda បាទ pagoda បាទន័យថាវត្តបាទយើងអាចនិយាយពាក្យថា Buddhist temple ក៏បានដែរបាទតែខ្មែរយើងគេនិយមប្រើ pagoda អញ្ចឹងខ្ញុំដាក់ pagoda ទៅបាទអញ្ចឹងបានន័យថាទៅវត្តនៅថ្ងៃវិសាខបូជាដើម្បីបាទ make merry ពាក្យថា make merry គេហៅថាធ្វើបុណ្យសន្សំកុសលអញ្ចឹងដើម្បីធ្វើបុណ្យសន្សំកុសលហើយនឹង listen to Dharma talks ហើយនឹងស្ដាប់ធម៌ទេសនាបាទន័យថាស្ដាប់ប្រសងលោកទេសនា listen to Dharma talks បាទអញ្ចឹងថ្ងៃវិសាខបូជាគឺសកម្មភាពទាំងអស់ហ្នឹងដែលយើងតែងតែធ្វើអូខេបាទអញ្ចឹងយល់បានបងប្អូនបាទវិសាខបូជា day ឥឡូវយើងទៅមើលពាក្យមួយទៀតអញ្ចឹងពាក្យមួយទៀតគឺថារំលឹកដល់យើងធ្វើវិសាខបូជាហ្នឹងគឺដើម្បីរំលឹកដល់អញ្ចឹងពាក្យថារំលឹកដល់គេប្រើពាក្យថា commemorate ខ្មែរយើងគេហៅថារំលឹកដល់បើតែធ្វើហ្នឹងគឺដើម្បីរំលឹកដល់ថ្ងៃចុចដើមឧទាហរណ៍ Buddhists gather at temples to commemorate the birth, enlightenment, and nirvana or death of the Buddha on Visak Bojia Day. Buddhists gather at temples to commemorate the birth, enlightenment, and nirvana of the Buddha on Visak Bojia Day. មានន័យថាពុទ្ធបរិស័ទប្រមូលផ្ដុំគ្នា gather បាទ gather បានន័យថាប្រមូលផ្ដុំគ្នានៅវត្តអារាម temples នៅវត្តដើម្បីធ្វើបុណ្យរំលឹកដើម្បីរំលឹកដល់ថ្ងៃរំលឹកដល់ថ្ងៃដែលព្រះពុទ្ធព្រះអង្គទ្រង់ប្រសូត birth បាទ birth ហ្នឹងបើយើងប្រែធម្មតាកើតតែបើនិយាយអំពីភាសាព្រះពុទ្ធគឺព្រះអង្គទ្រង់ប្រសូត enlightenment បានន័យថាត្រាស់ដឹង
bà này tha rùm lật âm pi ca trạc đấng rồi bóព្រះសម្មាសម្ពុទ្ធហើយនឹង Nirvana Nirvana នឹងគឺប្រេណពៀនព្រះអង្គទ្រង់ប្រេណពៀនបាទអញ្ចឹងបើសិនជាបរទេសមិនយល់ពាក្យថា Nirvana យើងអាចដាក់ក្នុងវងកញ្ចក់ទៅបានន័យថា death or passing away យើងអាចប្រើពាក្យថា death or passing away តែពាក្យ passing away ពីរោះជាងបាទអញ្ចឹង passing away after Buddha នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ on វិសាខបូជា day នៅថ្ងៃវិសាខបូជានេះអញ្ចឹងអ្វីដែលយើងធ្វើវិសាខបូជាហ្នឹងគឺដើម្បីរំលឹកដល់ថ្ងៃធំទាំង3នឹងឯងណាបាទរំលឹកដល់ថ្ងៃព្រះអង្គទ្រង់ប្រសូតព្រះអង្គទ្រង់ត្រាស់ដឹងហើយនឹងព្រះអង្គទ្រង់ចូលបរិនិព្វានបងប្អូនណាបាទឥឡូវយើងទៅមើលឃ្លាមួយទៀត offer food to monks អញ្ចឹងនៅក្នុងថ្ងៃវិសាខបូជាគឺអត់ចោលទេយើងតែងតែមានសកម្មភាពដែលជាការធ្វើបុណ្យមួយចំនួនដូចជា offer food to monks មានន័យថាប្រគេនចង្ហាន់ដល់ព្រះសង្ឃនឹងគឺជាទំនៀមទម្លាប់ដែលខ្មែរយើងតែងតែធ្វើ offer food to monks បានន័យថាប្រគេនចង្ហាន់ដល់ព្រះសង្ឃ on វិសាខបូជា day families gather at the pagoda to offer food to monks and listen to Dharma talks អានឹងគឺជាសកម្មភាពដែលតែងតែធ្វើជាប្រចាំរាល់ឆ្នាំបាទនៅថ្ងៃវិសាខបូជាហ្នឹងអញ្ចឹងនៅថ្ងៃវិសាខបូជាបាទប្រជាពលរដ្ឋខ្មែរក្រុមគ្រួសារខ្មែរគឺតែងតែប្រមូលផ្ដុំគ្នានៅវត្តវាអារាមដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃព្រមទាំងស្ដាប់ព្រះធម៌ទេសនា and listen to Dharma talks អានោះឧទាហរណ៍ថាបរទេសគេសួរថាថ្ងៃហ្នឹងគេធ្វើយើងគួរធ្វើយ៉ាងម៉េចឧទាហរណ៍បើគេសួរតែយើងគួរធ្វើយ៉ាងម៉េចនៅក្នុងថ្ងៃហ្នឹងអញ្ចឹងយើងប្រាប់ទៅថានៅក្នុងថ្ងៃវិសាខបូជាគឺយើងអាចសកម្មភាពរបស់យើងដូចជាប្រគេនចង្ហាន់ដល់ព្រះសង្ឃយើងស្ដាប់ពធទេសនាយើងធ្វើអីជាដើមចឹងទៅបន្តបដិជាសកម្មភាពល្អៗអាហ្នឹងគឺក្នុងថ្ងៃវិសាខបូជា on វិសាខបូជាដែរអូខេបាទឥឡូវយើងទៅមើលឃ្លាមួយទៀតស្ដាប់ធម៌ទេសនាអញ្ចឹងពាក្យថាស្ដាប់ធម៌ទេសនាភាសាអង់គ្លេសគេនិយាយថា listen to a Dharma talk listen to a Dharma talk ឧទាហរណ៍ថា on វិសាខបូជា day Buddhists gather in the main hall to listen to Dharma talks about the Buddha enlightenment on វិសាខបូជា day Buddhists gather in the main hall to listen to Dharma talks about the Buddha's enlightenment នៅថ្ងៃវិសាខបូជាគឺពុទ្ធបរិស័ទប្រមូលផ្ដុំគ្នានៅក្នុងព្រះវិហារអាពាក្យថា main hall ហ្នឹងគឺក្នុងភាសាខ្មែរយើងគឺសំដៅទៅលើព្រះវិហារនឹងឯងបាទអញ្ចឹងយើងបញ្យល់តែព្រះវិហារនឹងអីគេ main hall បើប្រែចំបានតែជាសាលដ៏សំខាន់ពីព្រោះក្នុងវត្តគឺត្រូវមានព្រះវិហារមួយអញ្ចឹងសាលហ្នឹងគឺសំខាន់ជាងគេបងប្អូនសំខាន់ជាងកន្លែងផ្សេងទាំងអស់បាទពីព្រោះជាកន្លែងមួយដែលព្រះសង្ឃលោកធ្វើពិធីលោកប្រារព្ធពិធីធ្វើកម្មធ្វើអីហ្នឹងភាសាព្រះសង្ឃគឺចាំបាច់ណាស់ព្រះវិហារអញ្ចឹងយើងប្រើពាក្យថា main hall តែប៉ុណ្្នឹងទៅយើងយល់បាទបើសិនតែបរទេសគេសួរថា main hall នោះស្អីគេយើងបញ្យល់បន្ថែមទៅយល់បានអញ្ចឹងបងប្អូនបាទអញ្ចឹង listen to Dharma talks about the Buddha enlightenment មានន័យថាស្ដាប់ពធទេសនាអំពីការត្រាស់ដឹងរបស់ព្រះពុទ្ធអញ្ចឹងលោកទេសនាអំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងអីយ៉ាងម៉េចលោកមិនអញ្ចឹងណាបាទហ្នឹងគឺអញ្ចឹងបងប្អូនបាទអនវិសាខមួយជាដែរយល់បានអញ្ចឹងបងប្អូនបាទឥឡូវយើងទៅមើលឃ្លាមួយទៀតដែលគេនិយមប្រើដែរនៅក្នុងថ្ងៃវិសាខបូជាគឺការដង្ហែទៀនពីព្រោះរាល់ឆ្នាំគ្រប់វត្តវាអារាមគឺតែងតែធ្វើពិធីការដង្ហែទៀនបាទអញ្ចឹងភាសាអង់គ្លេសគេនិយាយថា candlelight procession បាទ candlelight procession បានន័យថាការដង្ហែទៀនបងប្អូនណាបាទឧទាហរណ៍ថា thousands of Buddhists join the candlelight processions to show their devotion to the Buddha. Thousands of Buddhists join the candlelight procession to show their devotion to the Buddha. បាទអញ្ចឹងយើងមើលឃ្លាមួយណា Thousands of Buddhists បានន័យថាពុទ្ធបរិស័ទរាប់ពាន់នាក់ join the candlelight procession មានន័យថាចូលរួមដង្ហែទៀន
to show their devotion to the Buddha ដើម្បីបង្ហាញពីសទ្ធាជ្រះថ្លារបស់ពួកគេចំពោះព្រះសម្មាសម្ពុទ្ធអាពាក្យថា devotion គេហៅថាសទ្ធាជ្រះថ្លាបាទអញ្ចឹងពុទ្ធបរិស័ទរាប់ពាន់នាក់ចូលរួមបាទដង្ហែទៀនដើម្បីបង្ហាញពីសទ្ធាជ្រះថ្លារបស់ពួកគេចំពោះព្រះសម្មាសម្ពុទ្ធបាទនឹងបងប្អូនឃើញនេះគាត់ដាក់រូបភាពតំណាងទេបាទក៏ប៉ុន្តែជាធម្មតារាល់ការរាល់ឆ្នាំគឺពុទ្ធបរិស័ទគឺអត់ចោលទេបងប្អូនបាទតែងតែមានទៀនដាក់ដើម្បីជាប្រទីបបំភ្លឺណាបាទអញ្ចឹងទៀនបំភ្លឺបីដូចជាប្រាជ្ញាបីដូចជាបញ្ញាអញ្ចឹងមនុស្សយើងនៅពេលដែលមានប្រាជ្ញាជីវិតរុងរឿងហ្មងបាទអញ្ចឹងប៉ុណ្ណឹងឃ្លាតោះឥឡូវយើងទៅមើលមួយទៀតការធ្វើបុណ្យសន្សំកុសលអញ្ចឹងថ្ងៃវិសាខបូជាគឺជាថ្ងៃដែលយើងត្រូវតែធ្វើបុណ្យពាក្យថាធ្វើបុណ្យហ្នឹងគឺគេប្រើពាក្យថា make merit make merit បានន័យថាធ្វើបុណ្យសន្សំកុសលបាទឧទាហរណ៍ថា there are many ways to make merit such as giving alms meditating and being kind to others there are many ways to make merit such as giving alms meditating and being kind to others បែរថាមានវិធីច្រើនមែនតើនៅក្នុងការធ្វើបុណ្យដូចជាការឲ្យទាន giving alms ការឲ្យទានបែរថាការឲ្យទានដល់ជនក្រីក្រទុលគតអត់អាហារអញ្ចឹងអាហ្នឹងគេហៅថា giving alms meditating ការធ្វើសមាធិ and being kind to others ហើយនឹងធ្វើអំពើល្អដល់អ្នកដទៃអញ្ចឹងអានេះសិតតែជាការធ្វើបុណ្យដែរបាទឲ្យទានក៏ត្រូវបុណ្យការធ្វើសមាធិហ្នឹងក៏ជាបុណ្យការដែលយើងធ្វើល្អជាមួយនឹងអ្នកដទៃចិត្តល្អជាមួយនឹងអ្នកដទៃកុំខឹងកុំឈ្នានេះកុំចំណែនគេអាហ្នឹងក៏ជាប្រភេទនៃបុណ្យចង់អីចឹងណាបាទអញ្ចឹងវាមានប្រភេទអញ្ចឹង make merit បាទការធ្វើបុណ្យសំកុសលឧទាហរណ៍មួយទៀតបាទវត្តបាអារាមភាសាអង់គ្លេសយើងអាចនិយាយថា pagoda ពាក្យនេះបងប្អូនអានថា pagoda បាទ pagoda stress ណាកន្លែង go នេះ pagoda មិនមែន pagoda ទេណា pagoda ឬក៏យើងអាចនិយាយថា Buddhist temple អាហ្នឹងគឺវត្តហ្នឹងតែមកបើគេសួរថាទៅណា go to Buddhist temple go to pagoda to make merit or go to pagoda to listen to the Dharma talks តោះឥឡូវទៅឧទាហរណ៍ on holy days Buddhists go to the pagoda to pray and offer food to monks on holy days Buddhists go to the pagoda to pray and offer food to monks ពាក្យថា on holy day មិនមែនថ្ងៃឈប់សម្រាកទេសរសេរដក clear holy days ពាក្យនេះប្រែថាថ្ងៃសិលណា holy days បាទអញ្ចឹងថ្ងៃនេះគឺជាថ្ងៃសិលថ្ងៃពេញបរិអញ្ចឹងបានន័យថានៅថ្ងៃសិលពុទ្ធបរិស័ទបាទទៅវត្តដើម្បីសូត្រធម៌ហើយនឹងប្រគេនចង្ហាន់ដល់ព្រះសង្ឃ to pray and offer food to monks បាទប្រគេនចង្ហាន់ដល់ព្រះសង្ឃ offer food to monks យកបានអញ្ចឹងបងប្អូនបាទអញ្ចឹងនេះគឺជាឧទាហរណ៍នៃពាក្យថាវត្តអារាមបាទឧទាហរណ៍មួយទៀតរក្សាសិល5នៅថ្ងៃវិសាខបូជាគឺយើងតែងតែរក្សាសិល5បាទរក្សាសិល5បងប្អូនខ្លះយើងមិនរក្សាបានរហូតរក្សាត្រឹមតែមួយថ្ងៃហ្នឹងក៏ល្អដែរបាទបានបុណ្យបាទអញ្ចឹងពាក្យថារក្សាសិល5គេហៅថា keep the 5 precepts keep the 5 precepts keep the 5 precepts ប្រែថារក្សាសិល5 we should keep the 5 precepts and do good deeds on Vesak Bojia Day we should keep the 5 precepts and do good deeds on Vesak Bojia Day បានន័យថាយើងគួរតែរក្សាសិល5ហើយនឹងធ្វើល្អពាក្យថា do good deeds គេហៅថាធ្វើល្អនៅក្នុងថ្ងៃហ្នឹងណាបងប្អូនដូចជាប្រឡែងសត្វប្រឡែងត្រីធ្វើប្រកេនចង្ហាន់ប្រសងស្ដាប់ធូអីទាំងអស់ហ្នឹងឯងសកម្មភាពទាំងអស់ហ្នឹងឯងអាហ្នឹងគេហៅថា good deeds យល់បានអញ្ចឹងបងប្អូនបាទអញ្ចឹងធ្វើល្អនៅថ្ងៃវិសាខបូជាអូខេបាទយល់បានតោះឥឡូវយើងទៅមើលឃ្លាមួយទៀតធ្វើសមាធិបាទសិតតែជាសកម្មភាពដែលធ្វើនៅក្នុងថ្ងៃវិសាខបូជាសមាធិគឺមិនសូវចោលទេប៉ុន្តែវត្តវាអារាមខ្លះលោកអត់ធ្វើប៉ុន្តែវត្តខ្លះគឺធ្វើសមាធិបន្ទាប់ពីធ្វើពិធីរួចរាល់ហើយ
cứ thưa sầm mà thị bà thưa sầm mà thị đầm bấy ở chật dương nâng về ngọc bà chơi bị xe dương chưa cổ hoa này về rương rau về cháo nè bánh hà để coi cho biệt thân kia tôi vừa đạch lui poi nhưng tôi cả bánh hà cù sa và pun cô này nhẹ nhảy càng nghe ấy tôi vừa smoke smile bà rằng lâu ở sau miền rương smoke smile cháo này bà này bờ sân chỉ một bò sắt lục miền rương smoke smile cháo bà trâu cực group sọc bẹp dạng tụi con chẳng về smoke smile chẳng là rương rầm giống việc ngọc việc mùl chẳng pe để dương thua sầm mà thị năng việc rầm giống việc mùl dương công kích rương tụi con năng ngày bà bao giờ dương kích tới về thua ở dương năng sọc bẹp dạng lọ chẳng lột thua sầm mà thị năng cứ đừng bởi chật dương về ngọc rầm tầm mùi bà ta many Buddhists choose to practice meditation to find inner peace on this sacred day. Many Buddhists choose to practice meditation to find inner peace on this sacred day. Chẳng practice meditation cái hào đặt phơi samadhi, anuvat samadhi. Tại Khmer dân cái hào đặt phơi samadhi ai tập năng bạn. Practice meditation phơi samadhi. Chẳng Phật bồ sát chỉ trán chớ rơ ca phơi samadhi đam bay vay rốt sanh tập hiệp lâu chật. Sanh tập hiệp khang khống inner peace nó cứ sanh tập hiệp lâu chật năng ai bà bộ lâu chật bồi dương nó bị smoke smile vì ảnh nhảy dân tới cho nên dân phơi samadhi tức ai vì men lâu chật bồi dương nó bị ngọc mà muốn là bà cùng kịch trơn bà on this sacred day nơi ngày đó vì xe mùi này bà chẳng this sacred day ngày vì sao buổi chiềuประเภทใน sacred day ជាថ្ងៃដែលយើងគោរពសក្ការៈជាថ្ងៃដែលយើងបូជាគេហៅថា sacred day អូខេបាទតោះយើងទៅមើល clear មួយទៀតគេមួយទៀតគឺថាតុបតែងទៅដោយទង់ជាតិហើយនឹងគោមព្រោះជាធម្មតានៅក្នុងថ្ងៃវិសាខបូជាគឺកម្រអត់ដែរមានដូចជាទង់ជាតិហ្នឹងគឺទង់ពុទ្ធសាសនាណាបងប្អូនបាទទង់សាសនាទង់ជាតិផងទង់សាសនាផងហើយនឹងគោមបាទមិនសូវចោលទេបាទប្រហោះគោមទៅអ្នកខ្លះបួងសួងប្រាថ្នាអីទៅសរសេរដាក់លើគោមអញ្ចឹងទៅបាទអញ្ចឹងពាក្យថាតុបតែងដោយទង់ជាតិហើយនឹងគោមគឺគេប្រើពាក្យថា decorated with color flags and lanterns decorated with color flags and lanterns ចឹងពាក្យថា color flag បានន័យថាទង់ចម្រុះ flag នេះទង់បាទទង់ចម្រុះចឹងមានពណ៌ចម្រុះពណ៌ណាបងប្អូនបាទ colorful ហើយ lanterns ប្រែថាគោមបងប្អូនគោមយើងប្រហោះហ្នឹងណាបាទចឹងតោះទៅឧទាហរណ៍ On Vesak Buchi, every Buddhist temple is decorated with colorful flags and lanterns. ចឹងនៅថ្ងៃវិសាខបូជាហ្នឹងគឺវត្តវាអារាមនីមួយៗតែងតែបំពាក់ទៅដោយឬក៏ decor បាទន័យថាយើងតុបតែងណាទៅដោយទង់ហ្នឹងមានពណ៌ផ្សេងហើយនឹងគោមជាច្រើនបាទ lanterns តោះយើងទៅមើល clear មួយទៀតសូត្រធម៌បាទអញ្ចឹងយើងទៅវត្តបារាមហ្នឹងគឺយើងតែងទៅសូត្រធម៌ជាពិសេសគឺនៅថ្ងៃវិសាខបូជាហ្នឹងសូត្រតាមប្រសង់អញ្ចឹងណាបាទវត្តខ្លះក៏សូត្ររហូតដល់ភ្លឺក៏មានដែរណាបាទវត្តខ្លះក៏យើងសូត្រតែយប់មុំទៅក៏ឈប់ទៅបាទអញ្ចឹងសូត្រធម៌គេហៅថា chant Buddhist prayers បាទ chant Buddhist prayers ក្នុងន័យមួយថាសូត្រធម៌នឹងឯងបាទ we sat quietly in the main hall to chant Buddhist prayers with the monks. We sat quietly in the main hall to chant Buddhist prayers with the monks. យើងអង្គុយយ៉ាងស្ងប់ស្ងាត់នៅក្នុងវិហារដើម្បីសូត្រធម៌ជាមួយនឹងព្រះសង្ឃបាទ chant Buddhist prayers with the monks យល់បានអញ្ចឹងបាទអញ្ចឹងនេះគឺជា clear ខ្លះដែលខ្ញុំធ្វើសម្រាប់បងប្អូនដែលចង់យកទៅបង្កើតប្រយោគខ្លួនឯងនិយាយនៅក្នុងថ្ងៃវិសាខបូជាគឺជាថ្ងៃពិសេសនៅក្នុងព្រះពុទ្ធសាសនាបាទក្នុងប្រទេសណាក៏ដោយដែលកាន់ព្រះពុទ្ធសាសនាគឺថ្ងៃនេះគឺជាថ្ងៃពិសេសដែលប្រារព្ធធ្វើគឺរំលឹកឡើងវិញគឺជាថ្ងៃដែលយើងធ្វើឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ប្រសូតព្រះអង្គទ្រង់ត្រាស់ដឹងក៏ដូចជាព្រះអង្គទ្រង់បរិនិព្វាននេះគឺជាថ្ងៃធំប៉ុន្តែនៅមានទូចជាច្រើនទៀតគួរសមដែរបាទអញ្ចឹងខ្ញុំមានប៉ុណ្្នឹងបងប្អូនណាបងប្អូនមាន clear អីបន្ថែមអាច comment នៅពីក្រោមវីដេអូនេះបានហើយចាំយើងជួបគ្នានៅក្នុងវីដេអូក្រោយជម្រាបលាបាទ